សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូល Thogami នៅថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Fighting Spirit របស់យើងបន្តទៀតមុននឹងចូលទៅដល់វីដេអូគឺខ្ញុំសូមនិយាយបន្តិចនិយាយទៅគឺខ្ញុំសូមនិយាយទៅកាន់ brother ម្នាក់ណាដែលគាត់បាន comment ជេរខ្ញុំចឹងទៅដោយសារតែខ្ញុំនឹងគឺចេញវីដេអូយូរនិយាយទៅខ្ញុំចេះជេរដែរតាប៉ុន្តែគ្រាន់តែខ្ញុំមិនចង់ជលក់មួយមនុស្សអញ្ចឹងនិយាយទៅខ្ញុំ5អ្នកទាំងអស់គ្នាតែម្ដងទៅមូលហេតុដែលបាត់ខ្ញុំ4-5ថ្ងៃហ្នឹងមិនមែនខ្ញុំខ្ជិលទេដោយសារតែ channel របស់ខ្ញុំហ្នឹងគឺត្រូវគេ hack អញ្ចឹងទៅគឺខ្ញុំចំណាយពេលវេលានៅក្នុងការដោះស្រាយវាចឹងទៅហើយរហូតដល់4-5ថ្ងៃយកត្រឹមតែខ្ញុំបានមកធ្វើរឿងវិញប៉ុន្តែពេលដែលខ្ញុំធ្វើរឿងឲ្យហើយខ្ញុំសុខចិត្តចំណាយពេលវេលាយ៉ាងយូរដើម្បីធ្វើរឿងឲ្យមើលបែរទៅជាអាសត្វចាក់តបាននេះវាបែរទៅជាមកជេរខ្ញុំវិញគ្រាន់តែខ្ញុំឃើញពាក្យសម្ដីនិយាយចេញមកហ្នឹងគឺខ្ញុំដឹងបាត់ហើយថាក្មេងនេះគឺអត់ដែរចូលសាលាទេម៉ោងសិលធម៌គឺ0តែម្ដងប៉ុន្តែខ្ញុំគឺអត់និយាយច្រើនទេយើងចូលទៅកាន់វីដេអូតែម្ដងទៅរឿងហ្នឹងក៏មកផ្លេចចោលដូចគ្នាចូលមកកាន់វគ្គនេះគឺបន្តអំពីវគ្គមុនដែលលោកតាបាននិយាយថាគូប្រកួតដែលអេពូត្រូវប៉ះហ្នឹងគឺជាដំបងឡើយអ្នកទាំងអស់គ្នាប្រហែលជាគិតថាម្នាក់ហ្នឹងគឺជាម៉ាសៃបាហើយតាមពិតទៅគឺមិនមែនទេគឺជាបុរសម្នាក់ដែលគាត់មានឈ្មោះថា Yusuke ហើយអ៊ីពូគាត់ក៏បានសួរទៅកាន់លោកតាថា Yusuke នេះគឺជាពីណាគេតើលោកតានឹងស្គាល់ឬអត់រួចលោកតាគាត់ក៏បាននិយាយថាគាត់ក៏អត់ស្គាល់ដូចគ្នាហើយលោកពូគ្រប់គ្រងក្លឹបប្រដាល់ហ្នឹងគាត់ក៏បាននិយាយថា Yusuke គឺគាត់បានប្រយុទ្ធ5ដងឬក៏ប្រកួត5ដងហ្នឹងហើយគាត់គឺឈ្នះ3ដងចាញ់2ដងហើយគាត់ក៏បាននិយាយទៀតថាបុរសម្នាក់ដែលមានឈ្មោះថា Yusuke ហ្នឹងគឺគាត់កម្លាំងដៃឆ្វេងដោយសារតែដៃឆ្វេងរបស់គាត់ហ្នឹងគឺមិនធម្មតានោះទេនៅពេលដែលអ៊ីពូគាត់កំពុងតែបង្ហាត់រត់គាត់ក៏បាននឹកទៅដល់ពាក្យសម្ដីរបស់ Kimura ដែលបាននិយាយប្រាប់គាត់ផងដែរដែលគាត់បាននិយាយថា Yusuke ហ្នឹងគឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើកម្លាំងច្រើនដូចជាទឹកទី1ទឹកទី2អីហ្នឹងគឺគាត់នឹងប្រើកម្លាំងអស់ពីខ្លួនហើយនៅពេលដែលចូលទៅដល់ទឹកទី3វាគឺជាអាការរបស់អ៊ីពូហើយដែលអាចបដូរគាត់បានប៉ុន្តែអ៊ីពូគឺកុំឲ្យមើលងាយគាត់អីសោះដោយសារតែគាត់ក៏ចេះក្បាច់ Shadow Boxing ដូចគ្នាសាច់រឿងក៏បានកាន់មកកាន់ក្លឹបមួយហើយយើងក៏បានឃើញជាមួយនឹងលោកគ្រូរបស់ Yosuke ផងដែរដែលគាត់បានមកសួរកូនសិស្សរបស់គាត់ម្នាក់ទៀតថា Yosuke នឹងទៅណាបាត់ហើយកូនសិស្សរបស់គាត់ម្នាក់ហ្នឹងក៏បាននិយាយថា Yosuke គឺគាត់នឹងជាប់រត់បាត់ទៅហើយប៉ុន្តែនៅពេលហ្នឹងគឺធ្វើឲ្យលោកគ្រូរបស់ Yosuke គឺគាត់ខឹងតែម្ដងដែលគាត់បានដឹកបាត់ទៅហើយថា Yosuke ហ្នឹងគឺមិនបានរត់ហាត់ប្រាណអ្វីទេប្រហែលជា Yosuke ហ្នឹងកំពុងតែញ៉ាយកូនស្រីគាត់ហើយសាច់រឿងក៏បានកាន់មកកាន់ Yosuke វិញនៅពេលនេះគាត់កំពុងតែនៅហាងកាហ្វេជាមួយនឹងសង្សាររបស់គាត់ដែលសង្សាររបស់គាត់នឹងមានឈ្មោះថា Riko ហើយនាងក៏ជាកូនស្រីរបស់លោកគ្រូរបស់គាត់ផងដែរនៅពេលដែល Riko គឺបានឃើញ Yosuke អត់ទៅវឹកហាត់អញ្ចឹងនាងក៏បានសួរទៅកាន់ Yosuke ថាគាត់នឹងអត់ហាត់ទេអីរួច Yosuke គាត់ក៏បាននិយាយថាហាត់ទៅអីអត់ទៅប្រយោជន៍ហ្នឹងព្រោះគឺគាត់ដឹងបាត់ទៅហើយបើសិនជាគាត់ឡើងទៅប្រកួតគាត់ដឹងតែឈ្នះហើយជឿគាត់ទៅហើយ Riko នាងក៏បាននិយាយថាគឺនាងដឹងថា Yosuke នឹងឈ្នះប៉ុន្តែគាត់គួរតែវឹកហាត់ខ្លះផងកុំឲ្យខ្ជិលខ្លាំងពេកនៅពេលហ្នឹងលោកគ្រូរបស់ Yosuke ក៏បានធ្វើដំណើរមកកាន់កន្លែងហ្នឹងតែម្ដងហើយគាត់ក៏បានជេរបចោទៅកាន់ Yosuke ផងដែរថាគាត់នឹងអត់វឹកហាត់ទេឡើយតែញ៉ាយស្រីហ្នឹងទៅនៅពេលហ្នឹងគាត់ក៏បានចូលមកខាងក្នុងតែម្ដងរួចក៏បានជេរ Yosuke នេះជាច្រើនទៀតហើយកន្លែងហ្នឹងខ្ញុំសូមអត់និយាយទេដោយសារតែវាសារពាក្យជេរហ្នឹងហើយ Yosuke គាត់ក៏បាននិយាយទៅកាន់លោកគ្រូរបស់គាត់ថាមិនចាំបាច់ឲ្យលោកគ្រូរបស់គាត់នឹងបារម្ភទេជាមួយនឹងការប្រកួតមួយនេះគឺគាត់ប្រើតែដៃឆ្វេងរបស់គាត់តែប៉ុណ្ណោះក៏អាចផ្ដួលគូប្រកួតរបស់គាត់បានដែររួចលោកគ្រូរបស់គាត់ក៏បាននិយាយថាតែឯងនឹងទេថាគូប្រកួតរបស់ឯងនឹងគឺជាអ៊ីពូម្នាក់ហ្នឹងគឺមិនធម្មតានោះទេតែឯងនឹងដឹងឬនៅប៉ុន្តែយើងមើលទៅកាន់អាប៉ែ Yosuke ហ្នឹងគឺជឿជាក់ខ្លាំងមែនតើនិយាយទៅអាប៉ែហ្នឹងនិយាយតារាថាខ្លួនគាត់ហ្នឹងនឹងឈ្នះរហូតហើយលោកគ្រូរបស់គាត់ក៏បាននិយាយថាមិនមែនយើងចង់មកខំឯងទេប៉ុន្តែឯងគួរតែវឹកហាត់ខ្លះទៅដោយសារតែឯងហ្នឹងគឺមិនដែលវឹកហាត់សោះឥឡូវនេះឯងគឺពិតជាខុសប្លែកពីមុនខ្លាំងណាស់ដែលឯងគិតថាឯងឈ្នះបាន3ប្រកួតហ្នឹងឯងអស្ចារ្យមែនមូលហេតុដែលលោកគ្រូរបស់ Yosuke សម្រាប់ចិត្តថាវឹកហាត់ Yosuke ហ្នឹងដោយសារតែគាត់គឺឃើញជាមួយនឹងឥទ្ធិពលរបស់ Yosuke ដោយសារតែកម្លាំងដៃឆ្វេងរបស់គាត់ហ្នឹងគឺពិតជាខ្លាំងមែនតើសំទោសដៃស្ដាំដែលកម្លាំងរបស់ដៃស្ដាំរបស់គាត់ហ្នឹងត្រឹមតែមួយដៃទេគឺអាចផ្ដួលគូប្រកួតបានយ៉ាងងាយស្រួលហើយក៏បានតែគាត់ប្រើហ្នឹងគឺជាហុកខាងស្ដាំនឹងឯងនៅពេលនោះហើយវាគឺជាពេលដែលលោកគ្រូរបស់ Yosuke គិតថា Yosuke នឹងលើកពាននៅថ្ងៃណាមួយហើយលោកគ្រូរបស់ Yosuke គាត់ក៏បាននិយាយថាបើសិនជាឯងចាញ់ជាមួយនឹងការប្រកួតមួយនេះយើងគឺមិនយកឯងធ្វើជាកូនសិស្សទៀតទេហើយបើសិនជាឯងចាញ់យើងក៏មិនឲ្យកូនស្រីរបស់យើងតាក់ទងជាមួយនឹងឯងទៀតដែររួចគាត់ក៏បានយក Riko ចាក់ចេញបាត់ទៅសាច់រឿងក៏បានកាន់មកកាន់អ៊ីពូវិញនៅពេលនេះគាត់កំពុងតែវឹកហាត់ដើម្បីតម្រឹងក្បាលពោះរបស់គាត់ដែលលោកតាក៏បានយកជាមួយនឹងអ្វីមួយដូចញញួរបន្តិចអីបន្តិចហ្នឹងវាយទៅកាន់ពោះរបស់អ៊ីពូប៉ុន្តែអ៊ីពូទោះជាគាត់ឈឺយ៉ាងណាក៏ដោយដែលគាត់បានប្រាប់ទៅកាន់លោកតាថាគាត់គឺអាចទ្រាំបាន
នៅពេលហ្នឹងក៏ធ្វើឲ្យគីមូរ៉ាហើយនិងអូហ្គីក៏រៀបភ្ញាក់ផ្អើលផងដែរបើសិនជាពួកគេទាំងពីរគឺពួកគេសុំឈប់បាត់ទៅហើយសាច់រឿងក៏បានកាន់មកកាន់យូស្កេវិញនៅពេលនេះគាត់កំពុងតែរត់ហាត់ប្រាណហើយរីកូក៏បានឈរមើលគាត់ផងដែរប៉ុន្តែក្រនតឡានក្រុងបើកកាត់មុខភ្លាមដែលធ្វើឲ្យបាត់យូស្កេតែម្ដងចំណែកឯយូស្កេវិញគាត់គឺមិនបានរត់ទៅណាឆ្ងាយទេដែលគាត់កំពុងតែដេកយកកម្លាំងនៅក្នុងសួនច្បារណែនៅពេលហ្នឹងក៏ធ្វើឲ្យរីកូនេះក៏រៀងព្រួយបារម្ភផងដែរយ៉ាងម៉េចយ៉ាងម៉ាទេសង្សារអញដោយសារតែពិបាកចិត្តខ្លាំងពេករីកូនេះក៏សម្រេចចិត្តថាទៅញ៉ាំកាទៀវនៅក្នុងហាងរបស់អូគីជាមួយនឹងមិត្តភ័ក្តិរបស់នាងហើយនៅពេលហ្នឹងគឺចៃដន្យខ្លាំងមែនទែនអ៊ីពូហើយនិងសមាជិករបស់គាត់ប្រមាណអ្នកទៀតហ្នឹងក៏បានធ្វើដំណើរមកញ៉ាំកាទៀវនៅកន្លែងហ្នឹងផងដែរនៅពេលហ្នឹងពួកគេក៏បាននិយាយគ្នាតាក់ទងអំពីការប្រកួតរបស់អ៊ីពូផងដែរដែលថាអ៊ីពូហ្នឹងបានប៉ះគ្នាជាមួយនឹងយូស្កេហ្នឹងនៅពេលហ្នឹងអូហ្គីក៏បាននិយាយប្រាប់ទៅកាន់អ៊ីពូថាពេលដែលគាត់ប្រកួតជាមួយនឹងយូស្កេគាត់នឹងកុំភ័យអីដោយសារតែគាត់គឺដឹងអំពីចំណុចខ្សោយរបស់យូស្កេដោយសារតែយូស្កេហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើកម្លាំងត្រឹមតែជុំទី1ជុំទី2ហ្នឹងគឺគាត់នឹងប្រើកម្លាំងអស់ពីខ្លួនហើយអញ្ចឹងហើយអ៊ីពូគួរតែសន្សំកម្លាំងទៅពេលដែលចូលទៅដល់ជុំទី3វាគឺជាឱកាសរបស់អ៊ីពូតែម្ដងនៅពាក្យសម្ដីទាំងអស់ដែលពួកគេបាននិយាយរីកូនេះក៏បានឮផងដែរហើយនាងដូចជាមិនសប្បាយចិត្តនោះទេសាច់រឿងក៏បានកាត់មកកាន់យូស្កេវិញនៅពេលនេះគឺគាត់ចេញអំពីការហ្វឹកហាត់ប្រដាល់របស់គាត់ហើយរីកូក៏បានចេញមកឈរចាំគាត់ដូចគ្នារួចនាងក៏បាននិយាយថាថ្ងៃនឹងហត់អត់ហើយចុះអ្នកដទៃទៀតហ្នឹងមិនបានជាពួកគេអត់ទៅតែអញ្ចឹងហើយយើងពិតជាដឹងហើយថាយូស្កេហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលខ្ជិលហ្វឹកហាត់ខ្លាំងមែនទែនដែលគាត់បានរត់លែថាហ្វឹកហាត់ទៅអីអត់ទៅប្រយោជន៍ហ្នឹងនៅពេលហ្នឹងគឺធ្វើឲ្យរីកូនាងគឺមិនសប្បាយចិត្តនោះទេរួចនាងក៏បានទះដៃយូស្កេចេញតែម្ដងហើយនាងក៏បាននិយាយទៅកាន់យូស្កេទៀតថាតើលោកគឺជាមនុស្សល្ងងដូចជាលោកប៉ារបស់ខ្ញុំបាននិយាយមែនដែរឬទេលោកគឺធ្វើឲ្យខ្ញុំបាត់បង់ជំនឿចិត្តលើលោកហើយយូស្កេក៏បានសួរហេតុផលនាងផងដែរថាហេតុអ្វីបាននាងនិយាយចឹងហើយរីកូនេះក៏បាននិយាយថាតើលោកចង់បានហេតុផលមែនទេយើងបែកគ្នាទៅនេះហើយគឺជាហេតុផលហើយនាងក៏បាននិយាយទៀតថានាងគឺបានឮជាមួយនឹងគូប្រជែងរបស់យូស្កេដែលបាននិយាយមើលងាយគាត់តែថាគាត់នឹងត្រឹមតែជាប្លុកតែប៉ុណ្ណោះយូស្កេរបស់នាងពីមុនគឺជាមនុស្សម្នាក់ដែលចូលចិត្តហ្វឹកហាត់ហើយពេលដែលគាត់បានហ្វឹកហាត់ហើយគាត់គឺសឹងតែមិនសម្រាកនោះឡើយហើយគាត់ក៏ជាមនុស្សម្នាក់ដែលមិនងាយចោះចាញ់ដូចគ្នាដោយសារតែគាត់គឺជាមនុស្សបែបនេះហើយដែលធ្វើឲ្យខ្ញុំលងស្នេហ៍ទៅកាន់គាត់ប៉ុន្តែហេតុអ្វីបានជាលោកខ្លាចទៅជាបែបនេះយូស្កេដែលខ្ញុំបានស្គាល់បាត់តាណាបាត់ទៅហើយបើសិនជាលោកគឺមិនអាចយកឈ្នះនៅក្នុងការប្រកួតនេះទេយើងគឺបែកគ្នាទៅរួចនាងក៏បានរត់ចាកចេញបាត់ទៅសាច់រឿងក៏បានកាត់មកកាន់ថ្ងៃស្អែកពេលដែលយូស្កេមកក្លឹបបណ្ដារបស់គាត់ហ្នឹងពេលហ្នឹងលោកគ្រូរបស់គាត់ក៏បាននិយាយថាហែមកទៅអីបែកខ្ជិលអញ្ចឹងទៅផ្ទះឯងវិញនៅពេលហ្នឹងយូស្កេគាត់គឺមិនបាននិយាយច្រើនអ្វីនោះទេគាត់ក៏បានបោះកង់ទៅកាន់លោកគ្រូរបស់គាត់រួចគាត់ក៏បានឡើងទៅវឹកហាត់តែម្ដងហើយយូស្កេគាត់គឺពិតជាប្រើកម្លាំងខ្លាំងមែនតើដោយសារតែគាត់ហ្នឹងគឺចង់មានកម្លាំងខ្លាំងដូចជាលើកមុនសាច់រឿងក៏បានកាត់មកកាន់ថ្ងៃស្អែកនៅពេលព្រឹកយើងក៏បានឃើញជាមួយនឹងអ៊ីពូគាត់កំពុងតែរត់ហាត់ប្រាណផងដែរចំណែកអាយូស្កេគាត់ក៏មិនទំនេរដូចគ្នានៅពេលនេះគឺគាត់លេងចង់បានស្រីចង់បានអីទៀតហើយអ្វីដែលគាត់ចង់បាននៅពេលនេះគឺជាពានរង្វាន់និយាយទៅមនុស្សប្រុសរបស់យើងគឺចរិតអញ្ចឹងគឺល្អហើយនិយាយទៅពេលដែលយើងបាត់បង់អ្វីទាំងអស់តែម្ដងពេលដែលយើងចាប់ផ្ដើមមកវិញគឺយើងគ្មានយកអ្វីក្រៅពីពានរង្វាន់នោះទេហើយលោកគ្រូរបស់យូស្កេគាត់ក៏បានឈប់សម្រាកនៅមុខផ្ទះកូនស្រីរបស់គាត់ផងដែរនៅពេលហ្នឹងគឺធ្វើឲ្យរីកូនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់យូស្កេតែគាត់ហាត់វិញហើយមែនហើយលោកប៉ារបស់រីកូគាត់ក៏បាននិយាយថាដំបូងឡើយគឺគាត់អស់ជំនឿចិត្តទៅលើយូស្កេហើយប៉ុន្តែនៅពេលនេះយូស្កេគឺធ្វើឲ្យគាត់ពេញចិត្តខ្លាំងណាស់សាច់រឿងក៏បានកាត់មកកាន់អ៊ីពូវិញនៅពេលនេះគាត់ក៏មិនទំនេរដូចគ្នាដែលគាត់កំពុងតែហ្វឹកហាត់ជាមួយនឹងអូហ្គីហើយនៅពេលហ្នឹងអ៊ីពូគាត់ក៏បានប្រើជាមួយនឹងស្រូហុកវាយត្រូវឆ្អឹងជំនីរបស់អូហ្គីតែម្ដងដែលធ្វើឲ្យគាត់គឺសុំចោះចាញ់ភ្លាមចំណែកឯយូស្កេវិញគាត់ក៏មិនទំនេរដូចគ្នានៅពេលនេះគឺគាត់ពិតជាខំប្រឹងហ្វឹកហាត់ខ្លាំងណាស់ដើម្បីធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំហើយរឿងក៏បានកាត់នៅពេលដែលពួកគេទៅថ្លឹងគីឡូនឹងឯងចំណែកឯអ៊ីពូគឺដោយដើមអញ្ចឹងគីឡូរបស់គាត់គឺ124ផោនចំណែកឯយូស្កេគីឡូរបស់គាត់គឺប្រហែលជាមួយនឹងអ៊ីពូដែរគឺ124ផោនចុចកន្លះនៅពេលហ្នឹងអ៊ីពូគាត់ក៏បានតរាក់ទាក់ជាមួយនឹងយូស្កេផងដែរប៉ុន្តែយូស្កេគឺមិនបាននិយាយអ្វីទៅកាន់អ៊ីពូនោះទេគ្រាន់តែសឡឹងមុខគាត់តែប៉ុណ្ណោះហើយគាត់ក៏បានចាក់ចេញបាត់ទៅនៅពេលយប់ក៏បានមកដល់ហើយវាក៏ជាពេលវេលាដែលអ៊ីពូឡើងទៅវាយប្រដាល់ផងដែរចំណែកឯអ៊ីពូវិញគាត់ពិតជាភ័យខ្លាំងណាស់ដោយសារតែលើកនេះវាគឺជាលើកដំបូងដែលគាត់ឡើងទៅលើខ្សែវានៅក្នុងការវាយពិតប្រាកដដោយសារតែរាល់ដងគ្រាន់តែវាយធ្វើតេះអីចឹងទៅហើយគាត់ក៏វ៉ាន់វាយអញ្ចឹងពីបេដៃផងដែរដើម្បីកុំឲ្យខ្លួនឯងនឹងគឺខ្លាច
នៅពេលដែលអ៊ីពូឡើងទៅលើសង្វៀនប្រដាល់ដែលធ្វើឲ្យគាត់ពិតជារំភើបខ្លាំងមែនទែនដោយសារតែនៅទីនេះគឺមានមនុស្សច្រើនណាស់ដែលកំពុងតែសម្លឹងមកមើលគាត់ហើយយូស្កេគាត់ក៏បានចូលមកដល់ដូចគ្នាហើយមុខរបស់គាត់គឺពិតជាមាំខ្លាំងមែនទែនហើយយើងគឺចាំមើលនៅវគ្គក្រោយថាគូប្រកួតរបស់ពួកគេនឹងអ្នកណាគឺជាអ្នកឈ្នះ